ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះកៅសានថ្ងៃនេះខ្ញុំមក present អំពី Automata Project ខ្ញុំមកពីក្រុម8នេះគឺជា team member របស់ខ្ញុំមានឈីងងីមភត្រាខ្ញុំកៅសានដាលីងនិងទៀងអ៊ីតមក table content របស់ពួកខ្ញុំមាន6តមកចូលដល់ introduction Vidnight Automata គឺជាម៉ាស៊ីនគណនាដែលសាមញ្ញដែលត្រូវបានត្រួតពិនិត្យលំដាប់នៃអក្សរដូចជាអក្សរឬលេខ FA ត្រូវបានគេប្រើស្ទើរគ្រប់វិស័យដូចជាកម្មវិធីបកប្រែ language processing និង electronic នៅក្នុង project នេះយើងបានបង្កើត Java មួយដែលអាចជួយឲ្យអ្នកប្រើនិងបង្កើតសាកល្បង FA ដោយងាយស្រួលចំពោះគោលដៅនៅក្នុងការធ្វើ project នេះគោលដៅទី1របស់ពួកយើងគឺអភិវឌ្ឍ project ហ្នឹងទៅលើ app ដើម្បីគ្រប់គ្រងនិងរៀបចំ Finite Automata ចំណែកឯគោលដៅទី2របស់ពួកយើងបន្ទាប់ពីបញ្ចប់ project ហ្នឹងទៅពួកយើងអាច apply អីដែលយើងបានរៀនដូចជា basic theory នៅក្នុង automata ឬក៏ data structure ជាដើមចឹងឈានដល់ចំណុច tool ហើយនិង language ចំពោះ tool ទាំងអស់ដែលយើងបានប្រើប្រាស់មានដូចជា VS Code ហើយនិង GitHub ចំពោះ VS Code យើងប្រើដើម្បី run សរសេរ code ហើយនិង run project របស់យើងចំណែកឯ GitHub គឺប្រើប្រាស់ដើម្បីនៅពេលដែលយើងធ្វើ project ហើយគឺយើង share គ្នាទៅវិញទៅមកហើយចំពោះ language ដែលយើងបានជ្រើសរើសយកមកសរសេរនៅក្នុង program របស់យើងហ្នឹងគឺ Java language ចូលមកដល់ function គឺ function ទី1ដែលយើងបានធ្វើនោះគឺ UI ចឹង UI ជា user interface ដែលបង្ហាញពី layout ប៊ូតុងនិង icon ជាដើមហើយវាជួយឲ្យអ្នកប្រើប្រាស់នោះស្រួលមើលនិងស្រួលប្រើប្រាស់សម្រាប់ function បន្ទាប់គឺ load from file គឺជា function មួយដែលធ្វើការ load ជាមួយនឹង Finite Automata ដែលបាន store ទុកតែសិននៅក្នុង file ជាប្រភេទ .txt ដែលអាចឲ្យ user យកមកកែបានយកមក test string បានឬមួយក៏ display បានជាដើមហើយបន្តទៅទៀតគឺ save to file function គឺជា function មួយដែលធ្វើនៅក្នុងការរក្សាទុកជាមួយនឹង Finite Automata ដែលបានបង្កើតឡើងចូលទៅក្នុង file ជាលក្ខណៈជា file .txt function display ត្រូវបានបង្ហាញនៅព័ត៌មានអំពី Finite Automata វាបានបង្ហាញពី state import symbol alphabet និងការផ្លាស់ប្ដូររបស់ transport នៅទម្រង់ from state ទៅ symbol ហើយទៅ state ចប់មកនិយាយពី function is the delimiter listing ក្នុងនេះគេចង់ឲ្យយើងចង់ដឹងថាវាជា DFA ឬក៏ NFA បើសិនជាវា DFA យើងមានតែ start state មួយទេហើយរាល់ start state និង symbol មានតែ transition មួយមកអត់មានepsilon ទេតែបើសិនជា NFA យើងអាចមាន transition សម្រាប់ symbol ដូចគ្នាអាចមាន epsilon transition ហើយនឹងមាន state page តែម្ដងចឹងបន្តមកទៀតគឺយើងឈានមកដល់ test string function ដែល test string function ហ្នឹងគឺជាការ test string ដែលបាន input ចូលដើម្បីឲ្យដឹងថាវា accept ឬក៏ reject ដោយ automata មិនថាវាជា DFA ឬក៏ NFA នោះទេចំពោះfunction បន្តទៀតគឺ epsilon closer ដែល epsilon closer ហ្នឹងគឺយើងប្រើដើម្បីស្វែងរក state ទាំងអស់ដែលយើងអាចឈានទៅដល់តាមរយៈ epsilon ដោយប្រើប្រាស់ epsilon transition ចំពោះ function NFA to DFA conversion គឺជាការ convert ពី NFA ទៅ DFA ហើយយើងអាច convert NFA ទៅ DFA ហ្នឹងតាម6ចំណុចខាងក្រោមបានដោយ analyze NFA is initialize DFA create DFA state draw transition make final state ហើយនឹង repeat វាចូលទៅដល់ function ចុងក្រោយគឺមានតម្លៃ DFA គឺការស្វែងរក equivalent DFA ជាមួយនឹង state ដែលមានចំនួនតិចបំផុតហើយវាមាន state ពី function ដែលសំខាន់គឺ state mapping ដែល rename និង reveal DFA ដោយប្រើ GD state and transition និង replace original DFA ដែល update FA data structure ជាមួយនឹង minimize version សម្រាប់ចំណុចបន្តទៀតគឺ demo code តាមកាត់ទៅយើងតោះយើងទៅ demo code ទាំងអស់គ្នា
តែពេលយើងចូលមកដល់យើងអាចធ្វើការ run code មកយើងឃើញជាមួយនឹង UI បែបនេះតែយើងមានជាមួយនឹងFA operation power operation output ហើយនឹង test string កន្លែងនេះដល់មកយើងអាចធ្វើការcreateជាមួយនឹង FA មួយដែលមានជាមួយនឹង Q0 Q1 Q2 ហើយនឹង Q3 តាមមកទៀតគឺមាន alphabet A ហើយនិង B ហើយ start state គឺ Q0 សម្រាប់ exit state វិញគឺជា Q3 ហើយខាងក្រោមនេះគឺជា transition វាយើងបានដាក់នេះយើងជា OK មកយើងនឹង create បានជាមួយនឹង FA មួយយើងអាចធ្វើការ display មកយើងឃើញ FA ហ្នឹងហើយតាមមកទៀតយើងអាចធ្វើការ save FA ហ្នឹងចូលទៅក្នុង file ដោយសារតែវា contain ជាមួយនឹង ABB ខ្ញុំដាក់ឈ្មោះថាវា contain ABB ដល់ពេលយើងចុច OK ទៅវានឹង save ចូលទៅក្នុង text file ហើយដល់ពេលអញ្ចឹងយើងអាចធ្វើការ load វាចេញពី text file បាននេះគឺឃើញ abb.txt ដល់ពេលយើងចុច load មកយើងអាច display មកយើងឃើញFA មួយរបស់នេះតែតាមមកទៀតយើងអាចធ្វើការ check ថាវាជា NFA ឬមួយក៏ DFA ដោយសារតែវាមាន state ដូចជា Q0 នេះមាន state តាម A មាន2ទាំងវាជា NFA ដោយសារវាជា NFA យើងអាចធ្វើការ convert ទៅជា DFA បានចឹងវាអាចធ្វើ convert ជា DFA ហើយដល់ពេលយើង display មកយើងនឹងឃើញ state របស់វាមានច្រើនមានចាប់ពី Q0 ដល់ Q5 តទៅនឹងដោយសារ state វាច្រើនយើងអាចធ្វើការ minimize វាហើយយើង display មកយើងនឹងឃើញវាជាstate តិចជាងមុននេះមានត្រឹមតែQ0 ដល់ M0 ដល់ M3 ទេយើងអាចធ្វើការ check វាម្ដងទៀតហើយយើងនឹងឃើញវាជា DFA នៅពេលហ្នឹងតាមទៀតយើងអាចនឹងធ្វើការ test string របស់វាដោយសារវា contain ABB ដល់ពេលយើងដាក់ ABB មក test ទៅវានឹង accept បើសិនជាខ្ញុំដាក់ copy ABB អញ្ចឹងទៅវានឹង test មកវានឹង reject សម្រាប់ demo វាមានតែប៉ុណ្្នឹងទេអរគុណចូលទៅដល់ចំណុចបញ្ចប់គឺ conclusion អញ្ចឹង project នេះគឺបានអនុវត្តដោយគោលកំណត់ Automata ដើម្បីជួយដល់អ្នកប្រើប្រាស់មើលឃើញតេស្តនិង manipulate Automata ដោយប្រើ Java ហើយ team យើងបានបែងចែកការងារនិងសហការគ្នាទៅតាម online meeting ជួយគ្នាទៅវិញទៅមកនិង combine code ឲ្យ finalize បានប្រើប្រាស់បានហើយយើងក៏បានប៉ះទៅនឹងបញ្ហាច្រើនតែយើងក៏បានចំណេះដឹងមកវិញក៏ច្រើនដូចគ្នាដូចទៅនឹង improve our Java skill ហើយនឹង learn ទៅ optimize code បាទនេះគឺជាទីបញ្ចប់របស់ presentation របស់យើងក្រុមយើងសូមអរគុណ